សម្ដេចធិបតីហ៊ុនម៉ាណែតឧបត្ថម្ភជំនួយមនុស្សធម៌ដល់គណៈកម្មការការពារទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំគណៈកម្មាធិការគ្រប់គ្រងការពារធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តកំពង់ធំទទួលបានសម្ភារៈគ្រឿងឧបភោគបរិភោគដែលជាអំណោយដ៏ថ្លៃថ្លាសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិតរុស្ស៊ីថ្ងៃទី22ខែឧសភាឆ្នាំ2025ឯកឧត្តមនាយឧត្តមស្នេហ៍គឹមប៊ុនផានរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីតំណាងសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានចុះជួបសំណេះសំណាលនិងប្រគល់សម្ភារៈគ្រឿងឧបភោគបរិភោគដែលជាអំណោយដ៏ថ្លៃថ្លាសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិតប្រគល់ជូនដល់គណៈកម្មការគ្រប់គ្រងការពារធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តកំពង់ធំតាមរយៈឯកឧត្តមស្នេហ៍តូសំសុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំនិងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការគ្រប់គ្រងការពារធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តកំពង់ធំសម្រាប់ឧបត្ថម្ភជនប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាតកំពុងរស់នៅក្នុងតំបន់បឹងទន្លេសាបរួមមានអង្ករចំនួន5តោនមីជាតិចំនួន200កេសត្រីខកំប៉ុងចំនួន20កេសទឹកត្រីចំនួន200យួរទឹកស៊ីអ៊ីវចំនួន200យួរ